តាំងពីខែធ្នូឆ្នាំ1976មកបដិវត្តន៍ខ្មែរក្រហមមានការបាក់បែកផ្ទៃក្នុងមួយយ៉ាងធំនៅក្នុងពេលដដែលនោះប្រជាជនទូទាំងប្រទេសដែលបានត្រូវគេកេណ្ឌយកទៅឲ្យធ្វើស្រែដោយទាសករសឹងតែរកអ្វីបរិភោគមិនបានទូរភិក្សរីករាលដាលគ្រប់ស្រុកតំបន់ទាំងអស់ស្រែចម្ការនិងមធ្យោបាយបង្កើតផលផ្សេងត្រូវយកទៅដាក់រួមទាំងអស់គឺត្រូវប្រគល់ទៅឲ្យរដ្ឋនិងអង្គការសមូហភាពនានាដោយផលិតផលស្រូវអង្ករត្រីសាច់និងបន្លែសពសារពើធ្លាក់ចុះយ៉ាងខ្លាំងប្រជាជនគ្មានអ្វីបរិភោគហើយធ្លាក់ឈឺពេញប្រទេសដោយកង្វះចំណីអាហារនៅតាមភូមិនានារដ្ឋអំណាចដែលដឹកនាំសកម្មភាពសេដ្ឋកិច្ចដោយខ្លួនឯងផ្ទាល់គ្មានលទ្ធភាពចិញ្ចឹមប្រជាជនទេគឺបានត្រឹមចែកបបររាវមួយវែកឬពីរវែកម្នាក់ប៉ុណ្ណោះរីឯត្រីសាច់ក៏គ្មានគ្រប់គ្រាន់ទៀតប្រជាជនខ្មែរនៅពេលនោះជាពិសេសប្រជាជន17មេសារស់នៅយ៉ាងវេទនាខ្លោចផ្សាក្រៃលែងប្រជាជនមូលដ្ឋានដែលត្រូវគេចាត់ទុកថាជាប្រជាជនពេញសិទ្ធិក៏ពុំមានជីវភាពក្រាន់បើជាងអ្នកទោស17មេសាប៉ុន្មានដែរនៅក្នុងរបបមុនទោះបីគេមានជីវភាពទីទាល់ក្រយ៉ាងណាក្តីក៏គេមានអាហារបរិភោគគ្រប់គ្រាន់ដែរប៉ុន្តែនៅក្នុងរបបខ្មែរក្រហមនេះគេកាន់តែធ្លាក់ក្រជាច្រើនកម្រិតថែមទៀតអ្វីបើគេជាអ្នកគ្រប់គ្រងភូមិសង្កាត់ក្តីដោយសេដ្ឋកិច្ចការបង្កើតផលផ្សេងចុះខ្សោយជាកំដាប់ដូច្នេះប្រជាជនមូលដ្ឋានដែលភាគច្រើនជាឪពុកម្ដាយរបស់យោធានិងកម្មាភិបាលខ្មែរក្រហមក៏មានសេចក្តីទូមនោះយ៉ាងខ្លាំងនៅតាមស្រែចម្ការនិងការដ្ឋានគេតែងតែឮសូរអ្នកទាំងនោះត្អូញត្អែថាធ្វើស្រែប្រវាស់និងមេឃហូបបាយធ្វើស្រែប្រវាស់និងប្រឡាយហូបបបររាវសូមបញ្ជាក់ថានៅពេលនោះពួកខ្មែរក្រហមបានកេណ្ឌមនុស្សជាច្រើនឥតគណនាឲ្យទៅលើកទំនប់ជីកប្រឡាយដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធបង្កើតផលស្រូវព្រោះគេជឿថាបើមានស្រូវគឺមានអ្វីគ្រប់បែបយ៉ាងទាំងអស់ប៉ុន្តែការបិទច្រកពាណិជ្ជកម្មនិងការផ្ដោះប្ដូរផ្សេងជាមួយពិភពលោកទាំងមូលដូចនេះដើម្បីកសាងអ្វីដែលគេហៅថាលក្ខណៈម្ចាស់ការគឺជាការរវើរវាមួយប្រកបទៅដោយគ្រោះថ្នាក់នៅចំពោះមុខទូរភិក្សដ៏ធំធេងនេះទាំងប្រជាជនមូលដ្ឋានទាំងកម្មាភិបាលកាន់តែអស់ជំនឿបន្តិចម្ដងទៅលើបដិវត្តន៍ទោះបីគេទទួលការបំពាក់បំពន់ស្មារតីបដិវត្តន៍សឹងតែរាល់យប់អំពីមនោគមវិជ្ជាកុម្មុយនីសក្តីគេមានការធុញទ្រាន់យ៉ាងខ្លាំងនឹងរបបនេះណាស់ព្រោះនៅពេលថ្ងៃគេត្រូវធ្វើការដោយទាសករហើយនៅពេលយប់គេត្រូវប្រជុំរៀនសូត្រមាគ៌ាបដិវត្តន៍ថែមទៀតអ្នកដែលបានប៉ះពាល់ទៅលើគោលការណ៍នេះត្រូវចាត់ទុកថាក្បត់មាគ៌ាបដិវត្តន៍ក្បត់សមូហភាពរបស់របរគ្រប់សារពើព្រមទាំងទឹកស្ទឹងបឹងបួព្រៃព្រឹក្សាចំការបន្លែនិងធញ្ញជាតិផ្សេងសុទ្ធតែជារបស់រដ្ឋអ្នកដែលបានប៉ះពាល់ដល់សម្បត្តិធម្មជាតិទាំងអស់នោះត្រូវយកទៅកសាងនិងប្រហារជីវិតចោលទាំងអស់ជនដែលទទួលរងគ្រោះដោយសារច្បាប់នេះមានចំនួនច្រើនណាស់ព្រោះបើគេមិនប៉ះពាល់ខ្លះនោះទេគេក៏ត្រូវស្លាប់ដោយអត់ឃ្លានដូចតែគ្នាប្រជាជន17មេសាបានបាត់បង់ជីវិតច្រើនជាងគេព្រោះតែរឿងនេះគ្មានអ្នកណាអាចគេចផុតពីកងទ័ពខ្មែរក្រហមបានទេព្រោះអង្គការភ្នែកមនុស្សមាននៅគ្រប់ទីកន្លែងទាំងអស់រីឯសំណួរដែលគេចោទសួរគឺថាចុះហេតុដូចម្តេចបានជាអង្គការខ្មែរក្រហមធ្វើបាបប្រជាជនដល់ថ្នាក់នេះតាមការពិតទៅចម្លើយមានច្រើនណាស់ប៉ុន្តែអ្វីដែលគេពុំអាចប្រកែកបានគឺការមានជំនឿកាប់មុខទៅលើទ្រឹស្ដីមួយដែលលោក Raymond Aron ហៅថាអាភៀនរបស់បញ្ញវន្តចម្លើយមួយទៀតគឺការប្រើអំណាចផ្ដាច់ការពោលគឺការប៉ះពាល់ជាទម្ងន់ដោយសេរីភាពរបស់ប្រជាជនឬការគ្មានទំនុកទុកចិត្តទៅលើទេពកោសល្យរបស់ប្រជាជនម្យ៉ាងទៀតអ្នកចេះដឹងពិតប្រាកដគឺអ្នកដែលមិនចេះអបជើងបញ្ចើចបញ្ចើអ្នកដឹកនាំ
បានត្រូវគេចាត់ទុកថាជាខ្មាំងជាអ្នកក្បត់ជាតិទាំងអស់គឺព្រោះតែគំនិតចង្អៀតចង្អង់នេះហើយដែលបដិវត្តខ្មែរក្រហមចាប់អ្នកប្រភេទចុងក្រោយនេះយកទៅធ្វើទារុណកម្មយ៉ាងខ្លោចផ្សានៅគុកទួលស្លែង